លេខណាចឹងអសពេនឹងទួនទីវាសម្រាប់យើងចតឬក៏ឈប់ណាចឹងកាលណាយើងចង់ចតយើងដាក់ជួអសពេតែម្ដងនេះគេហៅថាអសអឬក៏អ៊ីគេហៅថាលេខរយៈថយក្រោយណាបាទហ្នឹងហើយហើយអសអិននឹងទួនទីវាសម្រាប់យើងបដាច់លេខឬក៏ពេលដែលយើងដោះលេខចឹងទៅណាបាទហើយអសD សម្រាប់យើងបើកបោទៅមុខធម្មតាណាបាទហើយមួយទៀតឃើញមានអស S អត់បាទអស S ហ្នឹងទួនទីវាសម្រាប់ដែលយើងឡើងភ្នំចុះភ្នំឬក៏ឡានដែលយើងជាប់ផុងណាអញ្ចឹងពេលដែលយើងជាប់ផុងក៏យើងអាចប្រើអស S ហ្នឹងបានដែរហើយបើឡានផ្សេងទៀតឧទាហរណ៍ឡាន Highlander វាមានលេខ2និង L អានឹងជាប់គ្នាពីរចឹងបាទវាជាប់គ្នាតគ្នារហូតមក Chevrolet ហ្នឹងChevrolet មានលេខ2ដែរតាឡើងហ្នឹងហើយមានលេខ2បាទមានលេខ2ដែរអញ្ចឹងលេខ2ហ្នឹងគេហៅថាលេខកម្លាំងដែលយើងប្រើប្រាស់នៅពេលយើងឡើង speed ឬក៏ឡើងទូល្មមយើងអាចដាក់លេខ2បានហើយមួយទៀតបើសិនមាន L បើមាន L យើងត្រូវដាក់ចូល L យើងប្រើប្រាស់នៅពេលដែលឡានយើងជាប់ផុងឬក៏យើងឡើងលើភ្នំបូកូឬក៏ចុះពីលើភ្នំបាទផ្លូវនៅលបាក់យើងដាក់អក្សរ L នឹងបានដែរតែឡាននេះវាមានអក្សរ S អញ្ចឹងអក្សរ S យើងធ្វើជន់ប្រាំងចុចនេះចុចហើយទាញមកក្រោយមកណាបាទទាញអញ្ចឹងមកហើយចាំទាញមកខាងស្ដាមសិនបាទទាញបាទអានេះទៅ S ហើយយើងធ្វើបូកលេខចូលលេខ1ណានេះលេខ1នេះអញ្ចឹងវាឡើងដល់លេខ1ហើយលេខកម្លាំងណាលេខកបតាសណាអូខេអញ្ចឹងចង់ដាក់ពេលយើងចុចមករួចទៅពេលវិញអូមុននឹងត្រួយចុះឡើងត្រូវចុចអានេះបានទៅបាទចុចអានឹងសិនបានយើងអាចដាក់បានណាបាទអូខេហើយសម្រាប់ឡានបើសិនយើងដាក់ខុសពីអក្សរ P និង N ដែលអត់ចេះទេគ្រប់ឡានទាំងអស់បាទដាក់ខុសពីអក្សរ P និង N នេះដែលអត់ចេះទេឡានណាឧទាហរណ៍ឥឡូវគ្រូដាក់អក្សរN ឬក៏ D ចឹង D ឲ្យគ្រូច្រឡំបិទសោបាទបិទសោពេលរមិញ D វិញទៀតឆេះទេលើតោះសាក់ D សិនមកយើងអត់ចុចមកវិញបានទេតើតែប្រឆេះបានយើងចុចទៅមកបានបាទអានេះប្រើទៅអត់ទៅទេណាវាបលូតហើយណាប្រើបានតែបន្តែគាត់ណាវាយើងច្រឡំដាក់លេខណានេះបើណាយើងច្រឡំដាក់លេខអក្សរ D ចឹងណាលេខហ៎អញ្ចឹងពេល D ទៅមុខពេល D អត់ឆេះទេឥឡូវជន់ប្រាំងសិនមកជន់ប្រាំងបាទជន់ប្រាំងហើយចុចវាមកឆេះអត់មើលទៅអត់ឆេះមែនទេអត់ឆេះចេញក្រហមនេះអញ្ចឹងចាំរុញទៅ N សិនលើសាក់ N បាទជន់ប្រាំងសិនមកដាក់ N ហើយយើងចុចវាចុចលើនេះមកឃើញឆេះហ៎ហើយមួយទៀតយើងបៀបច្រឡំដាក់លេខអាយ៉ែផ្លិចបាទច្រឡំចុចសោបិទយើងចុះលើឡានទៅបាត់ណាបាទនេះយើងដឹងថានេះអីទេបាទដឹងអីទេយើងច្រឡំតែឆេះមកដល់យើងចុចមកហើយយើងជាប់បាទតោះដេមើលអត់ឆេះមិនចង់បាទថាវាជប់លេខចឹងវាឲ្យឆេះទេយើងទៅធ្វើមិនយើងទៅជាប់ចឹងត្រូវជន់ប្រាំងហើយយើងរុញទៅពេឬក៏រុញមក N រុញមក N ក៏បានរុញទៅពេក៏បានដែររុញទៅពេទៅហ្នឹងបាទរុញពេហើយចុចមកបាទដេមកឆេះហើយនេះអូខេណាចាអញ្ចឹងខ្ញុំសួរតិចដល់ពេលយើងឡានយើងឈប់យើងដាក់ពេបាទដល់ពេលយើងឡើងបើកវិញយើងត្រូវនៅពេតែយើងជន់ប្រាំងប្រឆេះទៅបាទប្រឆេះទៅតែដល់ពេលឈប់មិនមែនកុំត្រូវមកដាក់ D អីអត់បានទេត្រូវតែដាក់ពេទៅបាទកុំដាក់ D បើដាក់ D ដូចថាយើងច្រឡំទេឯនេះអាននេះប្រឆេះចេញដែរឆេះបានហ្នឹងហើយឆេះបានតែយើងភ្លេចទៅពីនេះបាទភ្លេចបានហ្នឹងហើយប៉ុន្តែដល់ពេលយើងដាក់ N នេះពេលយើងដេឆេះយើងទៅបរោយអត់បានទានេះទេបាទយើងគ្រាន់តែឧទាហរណ៍យើងច្រឡំមកនេះនេះមកដល់ N ប្រឆេះដែរបាទឆេះទៅបាត់បាទអត់ទៅឡាដើរទេចាដល់ពេលយើងដាក់គីនេះយើងដេឈប់ណាយើងដេប៉ុន្តែយើងចង់ទៅមុខទៅតែទាញមក N វិញបាទដូចទីD ហ្មងមកអីដែលទៅមុខទៅមុខបាទធម្មតាមក D បាទមក D ធម្មតាចឹងពេលយើងដាក់ N នេះឆេះដែរប៉ុន្តែយើងត្រូវទាញមក D ដែរបាទដូចគ្នាតែថា N នេះវាស្មើនឹងលេខ0ហើយចាលេខ0ហ្នឹងយើងអាចរុញឡានបានសដោងឡានបានធម្មតាអញ្ចឹងណាអញ្ចឹងមានទីតង់អាចយើងមកដាក់នេះក៏បានអានេះបានប៉ុន្តែពេលទៅមុខយើងត្រូវទាញមក D បានទៅមុខបានអូខេបាទអូខេអញ្ចឹងអានេះឡាននេះវាមានប្រាង្គដៃមួយទៀតណា
តែបើឆាឡេតពីទាយនឹងលើចេះ នេះប្រាប់ដៃណា នេះនៅនេះវិញនេះអាប្រាប់ដៃវិញនៅនេះវិញណា ចឹងឆាឡេតអត់ទេ អាឆាឡេត tracker ហ្នឹងវាពេលដល់ដាក់ប្រាំងដៃចាប់ទាយនឹងលើចេះទាញមិនចេះជាប់តែដល់ពេលយើងចង់ដោះវិញត្រូវលើកឡើងលើហើយចុចវាហើយតម្លាក់ចូលក្រោម អាចងុយតែនេះចឹងហ្នឹងហី បាទហ្នឹងហើយអាហ្នឹងទាញមកជាប់ហ្មង ដូចឡានប្តីដែរឡាន Ford គេទាញចឹងដែរ បាទដូចគ្នាតែអានេះវានៅនេះវិញណាពេលដែលចូល D វាលោតសញ្ញាប្រាំងនៅលើនេះបាទអញ្ចឹងយើងត្រូវដោះវាចេញណា ជាប់ប្រាំងហ្នឹងណា បាទជាប់នេះគេហៅថាសញ្ញាជាប់ប្រាំងបាទប្រាំងដៃណាអញ្ចឹងធ្វើចុចវាបិទចេះចូលក្រោមនេះអូខេបាទហ្នឹងតោះឥឡូវចូលពេលវិញមកចូលពេលវិញអូខេអញ្ចឹងអ្នកវិញចាំនៅ ឥឡូវសាក់មើល ចាំណាដល់ឥឡូវអ្នកវិញដាក់ចូលអក្សរ D សិនមកបាទអក្សរ D ទៅមុខមែនអត់ ចា បាទឥឡូវដាក់លេខអាយ៉ាទៅក្រោយមួយអូខេដាក់អត់ឲ្យគ្រឿងមួយមក N បាទដាក់អក្សរ P អូខេអានឹងចតអាខៀងណាអូខេតោះបានហើយបាយ